ការដែលបុកស៊ីចូលជាមួយនឹងធីម CFU ដំបូងខ្ញុំនិយាយទៅមិននឹកស្មានថា OP ជាមួយបុកស៊ីនេះលេងចូលគ្នាទេហើយនេះគិតមើលថាពីមុន OP លេង room ទេស្រាប់តែបុកស៊ីចូលផ្លាស់ប្ដូរពី room ទៅលេង mid វិញហើយបុកស៊ីចូលលេង room ហើយខ្ញុំមិននឹកស្មានថាពីរនាក់នឹងលេងល្អដល់ប៉ុណ្ណឹងលេងចូលគ្នាសាហាវដល់ប៉ុណ្ណឹងនិយាយទៅគឺមិននឹកស្មានហ្មងហើយក៏មានគ្នាយើងច្រើនដែរដែលនឹកស្មានដូចខ្ញុំថា OP ជាមួយនឹង Boxy ហេតុអីបានលេងចូលគ្នាល្អមែនអ្នកនរមើលការប្រកួត MPL របស់យើង2 season នេះដែលពួកគាត់ចូលលេងជាមួយគ្នាឃើញថា2នាក់គាត់គឺលេងល្អមែនទែនជាមួយគ្នា2នាក់គាត់ជា player ដែល aggressive និងជា player មួយដែលឃើញចេញមុខច្រើនក្នុងការវាយ team fight មិនថា OP មិនថា Boxy ទោះបីជា OP លេង make ក៏ពិតមែនប៉ុន្តែ OP អាចកាង lane ឲ្យគ្នាបានអស់នេះចាប់អារម្មណ៍មើលថងចំណុចហ្នឹងវាជាចំណុចល្អមួយដែលពីរអ្នកគាត់ហ្នឹងលេងមកវាត្រូវសងតង់មួយគ្នាអាចនឹងយើងនិយាយបានថាការលេ Boxy នៅជាមួយរ៉ា aggressive man ប៉ុន្តែ Boxy គាត់ gang ឲ្យ hero mid lane ណាតែចំពោះ OP ជាមួយ Boxy នេះគឺគេលេងស្មើដៃគ្នាហ្មងជួនកាលទៅ OP គេដូរ target ទៅបើក map ឲ្យ roaming ហើយ roaming ទៅក្លុកទៅលើ hero របស់គេអីផ្សេងបើ hero ដែលយើងមើលឃើញពួកគាត់លេងមើលទៅរៀងការចាហៅខ្លាំងចំពោះខ្ញុំមើលឃើញ OP គាត់លេងជាមួយនឹង hero Susin គាត់ឆ្នះខ្លាំងណាស់ Susin គាត់គឺញ៉ោះ Susin គាត់បិទ map បើក map ឲ្យគ្នាបិទ damage ខាងគេអត់ឲ្យវាយចូលគ្នាគាត់និយាយទៅគឺគាត់លេងបានល្អខ្លាំងលើប្រភេទ hero Susin នេះមួយហើយបន្ទាប់បន្សំក្រៅពីហ្នឹងមកគឺ balance ស្មើគ្នាទេតែអ្វីដែលយើងមើលឃើញគួរឲ្យកត់សម្គាល់ខ្លាំងគេគឺ hero Susin បើ Boxy វិញដោយអ្នកនេះឃើញស្រាប់ហើយថា Boxy roaming របស់គាត់លេងអីក៏បានដែរមិនថាជាប្រភេទ hero lock target មិនថាជាប្រភេទ hero knock up stun មិនថាជាប្រភេទ hero suppress stun គឺគាត់លេងបានទាំងអស់តែអ្វីដែល100បន្ទុករបស់គាត់គឺ Boxy ចិត្តលេង hero ញ៉ោះគេបានន័យថាគាត់ចូលចិត្តលេង hero ណាដែលចូលដល់ enemy ហើយចេញមកវិញលឿនដូចឈូដូច Hilda ដូច hero ផ្សេងទៀតដែលចូលហើយចេញវិញនឹងវាជាលក្ខណៈមួយដែលយើងកត់សម្គាល់ទៅលើ Boxy ជាមួយនឹង OP ដែលពួកគាត់តែងតែធ្វើនៅក្នុងការប្រកួតដែលពួកគាត់លេងជាមួយគ្នានិយាយទៅគឺ2នាក់នេះគឺ the best duo បច្ចុប្បន្ននៅក្នុងប្រទេសរបស់យើងហើយអ្នកនេះសង្កេតមើលការលេងរបស់ពួកគាត់ទាំងពីរដូចអ្វីដែលខ្ញុំនិយាយអត់បើសិនជាដូចអ្នកនេះកុំភ្លេច comment like វីដេអូនេះមួយផងអរគុណអ្នកនេះជំរាបលាបាយ see you next video